បាទសូមជម្រាបសួរបងប្អូនសាជាថ្មីបាទថ្ងៃនេះមានវីដេអូឃ្លីបពិសេសសម្រាប់បង្ហាញពុកម៉ែបងប្អូនដែលមិនទាន់ចេះរបៀបនៃការប្រើប្រាស់ឆាតហើយយើងមិនដឹងថាអ្នកណាដែលលួចសំងំប្រើប្រាស់ឆាតយើងដោយមិនដឹងខ្លួនតោះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅចូល Messenger ចូលឆាតរបស់យើងតែម្ដងបងប្អូនតោះអញ្ចឹងយើងចាប់ដើមចុចចូលឆាតរបស់យើងមកបាទចុចចូលក្នុងឆាតនោះបន្តមកទៀតពេលដែលយើងចុចឆាតរបស់យើងហើយបងប្អូនកុំភ្លេចមើល menu ឈៀងខាងស្ដាំត្រេ3ណាបងប្អូនបាទបងប្អូនចុចកន្លែងmenu មកកន្លែងត្រេ3ហ្នឹងមកពេលដែលយើងចុចបែបហ្នឹងហើយយើងត្រូវរកពាក្យថាកងចាក់ settings បងប្អូន setting ពាក្យថាកងចាក់ណាបងប្អូនចុចកន្លែងកងចាក់ហ្នឹងមករួចជាការស្រេចហើយតោះអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមអូសឡើងលើ scroll វាឡើងលើតិចមកយើងនឹងឃើញមុខព្រួញគឺពាក្យថា privacy and safety បាទបងប្អូនចុចកន្លែងហ្នឹងមកដែលមានមុខព្រួញបាញ់ទៅខាងលើបងប្អូននេះអាកន្លែងខ្ញុំបង្ហាញហ្នឹងចុចកន្លែងហ្នឹងមកបងប្អូនពេលដែលចុចកន្លែងហ្នឹងហើយវានឹងឲ្យយើងរកពាក្យថា end to end encrypted chats អាហ្នឹងកន្លែងហ្នឹងមកបងប្អូនឃើញកន្លែងហ្នឹងចុចលើហ្នឹងមកបើមិនចឹងទេយើងអាចឃើញដៃដែលខ្ញុំប៉ះណាដែលមានពណ៌អសហ្នឹងបាទបងប្អូនចុចកន្លែងហ្នឹងតាមខ្ញុំមកមិនអាចអានក៏បានដែរបងប្អូនចុចកន្លែងហ្នឹងមករួចជាការស្រេចហើយតោះអញ្ចឹងយើងទៅបន្តទៀតយើងត្រូវរកពាក្យថា security alert បាទអញ្ចឹងយើងរាប់ពាក្យអស1 2បាទទី2ហ្នឹងមកបាទកន្លែងហ្នឹងមកបងប្អូនណាចុចផ្លាច់កន្លែងហ្នឹងមកយើងនឹងឃើញពាក្យទី1ទី2ខាងក្រោមនេះកណ្ដាលគេណាទី2view all login ហ្នឹងខាងលើយើងអត់យកទេយកក្រោមនេះចុចកន្លែងហ្នឹងមកវានឹងឃើញ Facebook ហើយបងប្អូននេះតើអ្នកណាជាអ្នកប្រើ Facebook យើងនៅក្នុង Facebook យើងដោយយើងមិនដឹងខ្លួនអញ្ចឹងវានឹងបង្ហាញឲ្យហើយប៉ុន្តែនេះឆាតរបស់ខ្ញុំគឺ Oppo A7 ហ្នឹងគឺសិតតែរបស់ខ្ញុំទាំងអស់ខាងក្រោមនេះគឺខ្ញុំបញ្ចូលនៅក្នុងនេះបញ្ចូលនៅក្នុង computer ហើយនឹងជ្រោមបាទវាសិតតែរបស់ខ្ញុំទេបាទតែឧទាហរណ៍ថាយើងសង្ស័យថានេះជាអ្នកណាអញ្ចឹងយើងចុចកន្លែងហ្នឹងបងប្អូនប៉ះកន្លែងហ្នឹងមកវានឹងចេញបែបនេះហើយយើងទាញវាឡើងទៅលើតិចបងប្អូនបាទទាញមកហើយយើងនឹងឃើញពាក្យថា log out ហ្នឹងមកពណ៌ក្រហមបងប្អូនចុចពណ៌ក្រហមហ្នឹងទៅបងប្អូនចុចផ្លាច់មកវានឹងបញ្ជាក់ថាតើយើងសម្រេចដកចេញពិតប្រាកដអត់បាទភាសាអង់គ្លេសហ្នឹងណាតើយើងសម្រេចដកចេញអត់អញ្ចឹងយើងត្រូវចុចអក្សរខ្មៅឈៀងខាងស្ដាំដែលអានថា log out បងប្អូនចុចពាក្យ log out ហ្នឹងមកចុចមកគឺវានឹងទាញចេញពីឆាតរបស់យើងតែម្ដងបាទអរគុណសម្រាប់ការតាមដានវីដេអូបាទតែសូមជួយ share វីដេអូនេះឲ្យបានច្រើនបាទដើម្បីឲ្យបងប្អូនយើងដែលមិនទាន់បានដឹងណាឲ្យគាត់បានមើលឃើញទាំងអស់គ្នាវីដេអូនេះតែបងប្អូនដែលចេះហើយគឺសូមជួយ share ផងដែរហើយក៏ជួយបញ្យល់អ្នកដែលមិនទាន់ចេះបាទដើម្បីឲ្យយើងបានដឹងទាំងអស់គ្នាបាទសូមអរគុណបាទសូមជម្រាបលាបាទរាល់កំហុសឆ្គងត្រង់ចំណុចណាសូមបងប្អូនជួយ comment ខាងក្រោមផងបាទសូមអរគុណ